គ្នាយើងអញ្ចឹងថ្ងៃហ្នឹងយើងបន្តទៅ part 3 មេរៀន end-to-end machine learning project ណានេះជា content នៅក្នុង part 3របស់យើងហើយcontent ទាំងអស់ហ្នឹងcontent 3ខាងលើយើងបាន go through រួចហើយកាលពី part 1 និង part 2 ណាទាក់ទង data collection data discovery and visualization data preparation for machine learning algorithm អីយើងបានរៀបចំហើយណាអញ្ចឹងថ្ងៃហ្នឹងយើងនឹង go further ជាមួយនឹងការ select model និង train model ហើយនឹងនិយាយអំពី cross validation ណា Okay so នេះគឺជា review ទេនៅអ្វីដែលយើងបានឆ្លងកាត់កាលពី part មុនណាអញ្ចឹង data set របស់យើងគឺ housing.csv មាន10 column មាន2640 record ណាហើយមាន9 column គឺជាលេខហើយ1 column គឺជា category ដែលមាន5 category value ណាតែទៅនឹង EDA ឬក៏ data discovery and visualization នេះយើងបានសិក្សាអំពី descriptive statistics ខ្ញុំមិនបញ្យល់ឡើងវិញទេដោយសារយើងមាន part មុនហើយណាយើងបានសិក្សាអំពី data distribution យើងបានសិក្សាអំពីការ visualize data ជាមួយនឹង geography ណា geography ហើយនឹង population និងhouse price ណា housing price អញ្ចឹងយើងឃើញថា data តាមរយៈ data ប្រជាជនភាគច្រើនរស់នៅតាមឆ្នេរសមុទ្រហ្នឹងមានតម្លៃផ្ទះថ្លៃណាហើយក៏បើយើងមើល dot ដែលធំហ្នឹងគឺមានថាប្រជាជនរស់នៅច្រើនណាខ្ញុំអត់ deep dive ឡើងវិញទេតាមរយៈការ visualize geographic យើងអាចកំណត់ default cluster 10ណា10 cluster ដែលយើងគិតថាប្រជាជនរស់នៅផ្ដុំគ្នានៅតំបន់ទាំង10ហ្នឹងអាហ្នឹងគឺសម្រាប់យើងធ្វើ similarity ណាអាហ្នឹងយើងបាននិយាយគ្នាហើយកាលពី part មុនដែលយើងបង្កើត class similarity ដែលយក default cluster 10ណានេះជា correlation យើងសិក្សាអំពីកម្លាំងនៃទំនាក់ទំនងនៃអញ្ញត្តិនីមួយៗជាមួយនឹងអញ្ញត្តិ median house value ដើម្បីមើលថាតើយើងអាច remove feature ណាបានអត់ទាក់ទង feature selection ហើយក៏យើងអាចគិតថាតើ model ណាដែលវា fit ជាមួយនឹងdata របស់យើងដែរបើសិនជា correlation ខ្ពស់ maybe linear regression គឺវា fit ជាមួយនឹង model របស់យើងប៉ុន្តែ correlation នេះគឺទាបទេអញ្ចឹងយើងមិននឹងគិតថា linear regression នឹងមិនសូវជា fit ជាមួយនឹង model របស់យើងទេណាអូខេចំណែកឯ data preparation for machine learning algorithm នេះយើងអាចហៅម្យ៉ាងទៀតថា pre-processing stage នៅក្នុងផ្នែកនេះគឺមានតកតងនឹងការបែងចែក data ណាថាយកប្រមាណភាគរយធ្វើជា training set ហើយប្រមាណភាគរយជា testing set នៅក្នុង case របស់យើងប្រើប្រាស់ common practice គឺយក 80% ជា train set ហើយ 20% ជា testing set testing set ហ្នឹងគឺគេប្រើសម្រាប់វាយតម្លៃ model ដោយសារតែពេលយើង train គឺយើងប្រើតែផ្នែក 80% នេះអញ្ចឹង model របស់យើងគឺបាន learn ពី data នៅក្នុង 80% ហ្នឹងគឺមានន័យថា model យើងស្គាល់ data ហ្នឹងណាអញ្ចឹងដើម្បីវាយតម្លៃថា model យើងធ្វើការល្អមិនល្អ estimate ត្រូវមិនត្រូវគឺគេយកមកវាយតម្លៃជាមួយនឹង test set ហ្នឹងគឺ model យើងអត់បានទាន់ស្គាល់ទេថា data នៅក្នុងហ្នឹងមានអីខ្លះគ្រាន់ថានៅក្នុង test set នេះគឺយើងមាន label មានថាមាន actual value ហើយអញ្ចឹងយើងអាចយក model មក predict រកគេហៅ predicted value អញ្ចឹងយើងអាចប្រៀបធៀបមើលថាតើ predicted value ជាមួយនឹង actual value វាខុសគ្នាប៉ុណ្ណាណាចឹងហើយបានជាយើងបង្កើត test set ហ្នឹងឡើងមកដើម្បីវាយតម្លៃ model យើងអត់អាចរងចាំរហូតដល់យើងយក model ទៅ implement ហើយមិនវាយតម្លៃទេវាអាចនឹងហានិភ័យខ្ពស់ព្រោះយើងអត់ទាន់វាយតម្លៃត្រឹមត្រូវមុននឹងយើងយកទៅ deploy ណាអញ្ចឹងនៅក្នុង case របស់យើងនេះការបែងចែក
train set និង test set ហ្នឹងគឺយើងយក80 20 base លើ common practice ហើយយើងអាច change យក3070 30ឬក៏យើងយក60 40ទៅតាមចំនួន data ដែលយើងមានក្នុង case ខ្លះយើងចង់យក test set ហ្នឹងឲ្យច្រើនដើម្បីឲ្យ model យើងពេលតែ generalization គឺវាអាចធ្វើការល្អឬក៏មិនល្អណាគឺយើងអាច increase test set ហ្នឹងឡើងទៅ30% ឬក៏40% នៅពេលយើងមាន data ច្រើនបើសិនយើងមាន data តិចទេភាគច្រើនគឺគេចង់យក data ទៅ train ឲ្យបានកាន់តែច្រើនអញ្ចឹងជា common practice គឺយកប៉ុណ្ណឹងហើយបើយើងចង់ដូរក៏បានដែរប៉ុន្តែយើងត្រូវធ្វើ experiment តាម scenario នីមួយៗហើយcheck model performance បន្តមកទើបយើងអាច select ភាគរយណាដែលល្អជាងគេណាប៉ុន្តែនៅក្នុង case របស់យើងអត់ធ្វើអញ្ចឹងទេយើងអត់ចំណាយពេលក្នុងការធ្វើ experiment ចែកភាគរយខុសៗគ្នាទេណាអញ្ចឹងទេយើងប្រើ80 20ហើយការបែងចែកហ្នឹងយើងប្រើ stratify sampling technique based ទៅលើ income category មានន័យថា income category distribution គឺវាមាន the same distribution នៅក្នុង train set និងក្នុង test set អញ្ចឹង diversity របស់វាគឺវាមានភាគរយដូចគ្នាណានៅក្នុង train set និង test set អញ្ចឹងវា ensure ថាវាអត់ bias ទៅផ្នែកណាមួយទេសម្រាប់ income category សម្រាប់ការ separate feature ហើយនិង label នេះគឺយើងកំណត់យក median house value ជា target value ដែលយើងចង់ predict វាជា dependent variable ហើយ independent variable គឺ x របស់យើងមាន9 column មួយគឺជា category 8 column ផ្សេងទៀតគឺជាលេខណាហើយអ្វីដែលយើងចង់ predict ក៏ជាលេខដែរដែលយើងហៅថា regression ណាសម្រាប់ផ្នែកនេះយើងបាននិយាយគ្នាលម្អិតនៅផ្នែកមុន part 2ប៉ុន្តែជា summary ឡើងវិញគឺនៅក្នុង pre processing stage នេះយើងធ្វើការបង្កើត3 feature បន្ថែមគឺ bedroom room per house people per house ណាដែល3 feature ហ្នឹងបានមកពីយើងយក feature មួយនេះចែកឲ្យ feature ទី2ណា feature ទី1ចែក feature ទី2យើងបាន feature មួយនេះណា bedroom and so on សម្រាប់ room per house ហើយនិង people per house សម្រាប់ feature ផ្សេងទៀតដូចជា total bedroom total room population household ហើយនិង median income នេះគឺវាមាន right school យើងដឹង right school តាមរយៈការមើល distribution ណានេះមើលនេះណា distribution របស់យើងគឺ5 feature ហ្នឹងគឺវាមាន right school so we apply log transformation ណាយើងប្រើ logarithm transformation pipeline ណាអញ្ចឹង logarithm transformation pipeline ហ្នឹងអាហ្នឹងបើយើងមើលនៅក្នុង Jupyter Notebook code គឺយើង apply imputer ហើយយើងប្រើ logarithm transformation ដើម្បី compress value ហើយនឹង normalize វាផងជាធម្មតាពេលយើងដាក់ logarithm ទៅគឺ value នៃ logarithm ហ្នឹងគឺវារួមមកតូចហើយបើយើងមើល distribution គឺវាคล้ายទៅជា normal distribution ណានៃ column ទាំងអស់ហ្នឹងហើយបន្តមកទើបយើងធ្វើ standardization មកតង់ទៀតណាអាហ្នឹងគឺយើងអាច check បាននៅក្នុង coding របស់យើងណានៅក្នុងផ្នែក part មុនសម្រាប់ geography យើងបានបញ្ជាក់មិនដែរគឺយើងហៅ cluster simil ឬក៏ cluster similarity យកមកប្រើដែលខ្លះហ្នឹងគឺមានតួនាទីបែងចែកបង្កើតចំនួន column ទៅតាមចំនួន cluster ដែលយើងកំណត់ឧទាហរណ៍យើងមាន10 cluster អញ្ចឹងគឺវាបង្កើតជា10 column ហើយវាធ្វើការcheck similarity ពី data point មកកាន់ fixed point ដែលយើងបានកំណត់ណាអញ្ចឹងយើងបាន input
latitude និង longitude ចូលទៅហើយby default វាមាន10 cluster អញ្ចឹងគឺវាមាន10 column ណាសម្រាប់ geography ណាហើយសម្រាប់ category នេះគឺយើងប្រើ category pipeline ដែលខ្ញុំចាំគឺដំបូងឡើងគឺយើងប្រើ imputer បន្ទាប់មកយើងប្រើ one hot encoding ណាហ្នឹងហើយដូចជាយើងប្រើ standardization អាហ្នឹងយើងអាច verify នៅក្នុង coding របស់យើងខ្ញុំសូមបើក coding បន្តិចណាដើម្បី verify so coding របស់យើងគឺយើងមកដល់កន្លែងនេះគឺបាទកន្លែងនេះគឺ category pipeline នេះគឺយើងប្រើ one hot encoder ណាអញ្ចឹងយើងប្រើ imputer ហើយបន្ទាប់មកយើងប្រើ one hot encoder យើងអត់ធ្វើអីបន្ទាប់ទៀតទេគឺយើងអត់ប្រើ standard scaler អីទេគឺយើងគ្រាន់តែin case មាន missing value គឺយើងប្រើ most frequent value ដើម្បី replace null value ហើយយើងប្រើ one hot encoder ណា Okay so at this part គឺយើងបាន talk a lot នៅផ្នែកមុននេះជាcolumn ដែលយើង extract ចេញនៅពេលដែលយើង process pre-processing pipeline អញ្ចឹងវាមាន24 column ណា1 2 3 4 5 6 7 8អានេះយើងមាន10ទៀតអញ្ចឹងឡើង18category មាន5អញ្ចឹងឡើង23ហើយយើងមាន remaining column គឺ housing major and age អញ្ចឹងឡើង24ណាអាហ្នឹង in case cluster similarity យើងយក10ណាបើមិនថាយើងបដូរចំនួន cluster ចំនួន column ក៏វានឹងកើនតាមនឹងដែរអូខេអញ្ចឹងចំណុចសំខាន់ថ្ងៃហ្នឹងគឺយើងនិយាយពីការ select និង train model ណាសម្រាប់ model នៅក្នុង machine learning យើងមាន model ច្រើនហើយនេះជា summary នៃថា common model ឬក៏ classical model សម្រាប់ machine learning ណាអញ្ចឹង machine learning មាន2ប្រភេទគឺ supervised learning និង unsupervised learning ដែល unsupervised គឺយើងអត់ train សម្រាប់ prediction ទេគឺភាគច្រើនគឺយើង uncover pattern នៃ data ដូចជាការធ្វើ clustering ណាហើយយើងអត់ថតលម្អិតទេសម្រាប់unsupervised learning សម្រាប់ supervised learning ដូចយើងបានដឹងកន្លងមកហើយគឺវាមាន2ប្រភេទទៀតគឺ classification និង regression នៅពេលយើងចង់ predict number គឺយើងហៅថា regression នៅពេលយើងចង់ predict label ជាលក្ខណៈ category នៃ data អញ្ចឹងយើងហៅវាថា classification អញ្ចឹងនេះជា common model ដែលគេប្រើសម្រាប់ classification មានដូចជា logistic regression ភាសានេះគឺមានតម្លៃតែ1 0ទេ binary classification មាន SVM ណា support vector machine model យើងអាចសិក្សាលម្អិតពី model នីមួយៗដោយខ្លួនឯងបន្ថែមថ្ងៃហ្នឹងខ្ញុំនឹងបញ្យល់ more detail about linear regression decision tree និង random forest ណាអញ្ចឹងខ្ញុំនឹងបញ្យល់3ហ្នឹងទេក្រៅពីហ្នឹងគឺគ្នាយើងអាច explore ខ្លួនឯងបន្ថែមតើតើនឹង model ផ្សេងៗណា Okay so we go through ទី1គឺ linear regression ណា linear regression គឺជាការសិក្សាស្ថិតិមួយដែលយើងមានអញ្ញត្តិ2គឺអញ្ញត្តិdependent variable ហើយនឹងindependent variable មានន័យថាបើយើងមើលមួយនេះsimple linear regression ហ្នឹងគឺវាមានតែមួយអញ្ញត្តិទេយើងហៅថា simple linear regression ឧទាហរណ៍ចំណូលដែលយើងរកបានវាពឹងផ្អែកទៅលើពេលវេលាដែលយើងធ្វើការណាអញ្ចឹងអញ្ញត្តិ
มันនេះគឺវា depend ទៅលើពេលវេលាដែលយើងធ្វើការបែបហ្នឹងយើងហៅថា simple linear regression សម្រាប់ multiple មានន័យថាលុយដែលយើងរកបានអាច depend ទៅលើសញ្ញាបត្រពេលវេលាហើយនឹងseniority នៃឬក៏ experience នៃរបស់យើងហ្នឹងអញ្ចឹងកាលណា dependent variable មួយពឹងលើ independent variable ច្រើនយើងហៅថា multiple linear regression នេះជាសមីការបន្ទាត់សម្រាប់simple linear regression y hat ស្មើនឹង bx បូក a ណាហើយសម្រាប់ multiple គឺ y hat ស្មើនឹង b1 x1 បូក b2 x2 បូករហូតដល់ bk xk ហើយបូក a ចុងក្រោយណាសម្រាប់ a នេះគឺជា intercept រវាងបន្ទាត់ y hat របស់យើងនិងy ណាដូចគ្នានេះដែរណានេះជា example ឬក៏ជា visualization នៃ simple linear regression អញ្ចឹងយើងមានអញ្ញត្តិ2គឺ x និង y អញ្ចឹងអ្វីដែលយើង plot មកនេះគឺគេហៅថា scatter plot បើយើងមើលscatter plot ហ្នឹងយើងឃើញពេលយើង x កើន y យើងក៏វាកើនដែរហើយវាគ្រាន់ថាពេលខ្លះវាមិនកើននេះវាចុះដែរប៉ុន្តែបើយើងមើលរូបភាពទាំងមូលវាដូចជាបន្ទាត់មួយអញ្ចឹងណាអញ្ចឹងយើងអាចរកសមីការបន្ទាត់ណាមួយដែល fit ជាមួយ data ទាំងអស់ហ្នឹងអាហ្នឹងគេហៅថាសមីការបន្ទាត់linear regression ណាthe same way បើសិនជាយើងមាន feature ច្រើនមានថាយើងមាន x1 x2 អញ្ចឹងយើងមានច្រើនណាអាចមាន x3 អញ្ចឹងទៅអញ្ចឹងវាដូចលំហអញ្ចឹងណាអញ្ចឹងយើងត្រូវរកសមីការបន្ទាត់ណាមួយដែលវា fit ជាមួយនឹង point ទាំងអស់នៅក្នុងលំហហ្នឹងទៅតាមចំនួន x ណាទៅតាមចំនួន feature ណាហ្នឹងគេហៅថា multiple linear regression សម្រាប់ linear regression ណាសមីការបន្ទាត់ណាសូមបញ្ជាក់ហ្នឹងគឺជាសមីការបន្ទាត់អញ្ចឹងអញ្ញត្តិយើង x បើសិនជាយើងមានអញ្ញត្តិ x មួយអញ្ចឹង model របស់យើងគឺ represent ដោយ xwx ហើយស្មើនឹង weight wt multiple by x plus b ណាអញ្ចឹងនេះគឺជា model ណាហើយ b ហ្នឹងគឺជា bias គឺជា error ណាហើយ x យើង represent the sample អញ្ចឹងបើសិនជាយើងមើលមកតាមនេះអានេះគឺជា predicted value ឬក៏ជា model សម្រាប់ធ្វើ prediction អញ្ចឹងបើសិនជាយើងយកអាហ្នឹងមកបូកឲ្យ error របស់ model អញ្ចឹងវានឹងคล้ายទៅជា actual ណាអញ្ចឹងអានេះគឺជា predicted value បូក error គឺទាំងអស់ហ្នឹងបូកចូលគ្នាទៅគឺចេញ actual value ណាអូខេ so ខាងក្រោមនេះគឺជា loss function គឺជា calculation នៃ errors ណា the calculation of error so the loss function of linear regression can be obtained ដោយយើង calculate យក predicted value ដល់ឲ្យ actual value លើកជាការ៉េចែកនឹង m ណាចែកនឹង measure ចំនួនណាចែកនឹង m ចែកចំនួនអញ្ចឹងយើងរក average ណាអូខេអញ្ចឹងនៅពេលដែលយើង train ពេលយើង train យើងគ្រាន់តែរើស model យកមក train អញ្ចឹងខ្ញុំបង្ហាញការ import model យកមក train នៅក្នុង Visual Studio Code Jupyter Notebook របស់យើងណា part 3 អញ្ចឹងយើងមកដល់កន្លែង select and train model អញ្ចឹងចំណុចដំបូងគឺយើងប្រើ linear regression អញ្ចឹង linear regression ខ្ញុំបានបញ្យល់មុនហ្នឹងហើយអញ្ចឹងយើងគ្រាន់តែ import model ចេញពី scikit-learn linear model យើង import linear regression មកហើយបន្ទាប់មកយើង
ដាក់ចូលទៅក្នុង pipeline ណា pipeline របស់យើងអញ្ចឹងយើងដាក់តាំងដោយអាញាត់ line rate ណា line rate ហើយយើងដាក់ model linear regression ជាមួយនឹង pre-processing pipeline របស់យើងបន្តមកយើងដាក់ fit ណាយើង train បន្តខាងក្រោមនោះគឺជាបន្តដែលយើង train model អញ្ចឹងយើង train ដោយប្រើ linear regression model រវាង x និង y ណាtrain x train y ណាអញ្ចឹងពេលយើង train ចប់យើងនឹងបាន model អញ្ចឹង model របស់យើងគឺ line rate ហ្នឹងណាអញ្ចឹងយើងអាចយក model ហ្នឹងមក predict ណាអញ្ចឹងនៅក្នុងនេះគឺយើង predict ដាក់ x ចូលទាំងអស់ណាយើងដាក់ x ចូលទាំងអស់ train x យើងហ្នឹងអញ្ចឹង train x របស់យើងគឺបើយើងមើល data set របស់យើងhousing data set ខ្ញុំមើលជា Excel ស្រួលមើលជាងចឹងនេះគឺជា source របស់យើងអញ្ចឹងពេលយើងinput x គឺយើងមានថាយើង input ទាំងអស់នេះណាយើង input ទាំងអស់នេះខ្ញុំ highlight ពណ៌ green នេះអញ្ចឹងយើង input x ណាហើយនេះគឺជាតម្លៃ y របស់យើងខ្ញុំដាក់ពណ៌លឿងអញ្ចឹងនេះគឺជាតម្លៃ y original ណា original របស់យើងអញ្ចឹងនៅពេលដែលយើងpredict បានគឺយើងមានតម្លៃមួយទៀតគឺ predicted value អញ្ចឹងយើងនឹងបានតម្លៃថ្មីមួយនៅនេះណានៅជួរនេះចា៎ហ្នឹងជាអ្វីដែលយើងធ្វើនៅក្នុង coding កន្លែងនេះណា coding កន្លែងនេះអញ្ចឹងនៅក្នុងអ្វីដែលយើង predict ហ្នឹងយើង display 5 row around 2ខ្ទង់មកអញ្ចឹងយើងអានេះមាន round 2ខ្ទង់ទេសុំទោស round to the 100ណា near 100អញ្ចឹងគឺយើងអត់មានខ្ទង់រាយទេមានតែខ្ទង់100ណាអញ្ចឹង700ក៏ទៅហ្នឹងហើយអញ្ចឹងនេះគឺជា predicted value 5 row round to the nearest 100ហើយនេះជាតម្លៃ actual របស់យើងណាបើយើងនិយាយទៅគឺដូចយើងមើលក្នុង Excel អញ្ចឹងយើងនឹងមាន5 row នេះណាខ្ញុំឧទាហរណ៍ខ្ញុំ copy paste 5 row នេះគ្រាន់ថាតម្លៃហ្នឹងគឺមិនមែនអញ្ចឹងទេគឺដូចនៅក្នុងនេះណាតម្លៃហ្នឹងគឺក្នុងនេះអញ្ចឹងនេះគឺជាតម្លៃ predicted ហើយនេះគឺជាតម្លៃដែលយើងមានកន្លងមកជា actual value ណាអញ្ចឹងដល់មកយើងអាច compare ថាតើយើង predict ហ្នឹងវាខុសប្រមាណភាគរយណាខុសប្រមាណភាគរយអញ្ចឹងយើងឃើញថាប្រៀបធៀបរវាង actual ហើយនឹងតម្លៃដែលយើង predict ណាយើងយក predicted value ចែកនឹង actual value ដក1យើងឃើញភាគរយដែលវាខុសអញ្ចឹងអ្វីដែលវាខុសគឺគិតជាភាគរយតាម row គឺកន្លែងខ្លះក៏វាខុសតិច row ខ្លះក៏វាខុសច្រើនដល់ 100% ជាងអញ្ចឹងបើសិនយើងគិតប្រើ evaluation matrix របស់យើងគឺយើងប្រើ root mean square error អញ្ចឹងយើងគណនា root mean square error ដែលយើង import ចេញពី library មកអញ្ចឹងពេលហ្នឹងគឺយើងអាចបាន value ណាអញ្ចឹង value នេះគឺជា value error សរុប root mean square error សរុបនៃ data set របស់យើងនៅក្នុង train set នេះយើងណាអត់តន់និយាយរឿង test set ទេអញ្ចឹងក្នុង train set បើសិនជាយើងយក x ទៅ input ហើយយើងបាន predicted value ហើយយើងគណនាជាមួយនឹង actual value នៅឬការ៉េនៃ error ឬការ៉េមធ្យមនៃ error អញ្ចឹងយើងនឹងឃើញតម្លៃ 69239 អញ្ចឹងនេះគឺជា error root mean square error ដែលបានមកពីការប្រើប្រាស់ linear regression model អូខេអញ្ចឹងយើងទៅត្រឡប់ទៅវិញទៅ PowerPoint យើងវិញសំទោសមិញច្រឡំបាត់ PowerPoint ណាPowerPoint មិញយើងនិយាយតែពី linear regression ទេ
ចឹងយើងមាន extension បន្តិចថែម polynomial regression polynomial regression នេះគឺក្នុង case ដែលវាមិនមែនជាសមីការបន្ទាត់ហ្នឹងហើយអញ្ចឹងនៅពេលដែលយើង plot data យើង plot ទៅរូបរាង scatter plot យើងវាមិនមែនជាបន្ទាត់អញ្ចឹងវាជាខ្សែកោងឬក៏ជា parabol អីអញ្ចឹងយើងអាចប្រើសមីការ degree ទី2ឬក៏សមីការ degree ទី3 power function ឬក៏យើងអាចប្រើRicoeur function ឬក៏logarithm function ជាដើមណាអញ្ចឹងសម្រាប់ model ដែលវាអត់ fit ជាមួយនឹងបន្ទាត់យើងអាចប្រើ non linear ណា non linear គឺដូចខ្ញុំនិយាយមិញអញ្ចឹងមានសមីការ degree ចាប់ពី2ឡើងទៅហើយក៏អាចមានជា logarithm function ឬក៏គេហៅ function ផ្សេងៗទៀតតំណាងឲ្យខ្សែកោងនីមួយៗអញ្ចឹងនេះគឺជា example នៃ polynomial regression model ណាមាន degree រហូតដល់ស្វ័យគុណ n អូខេចំណុចបន្ទាប់គឺ decision tree អញ្ចឹង decision tree វាជា supervised machine learning algorithm ប្រើសម្រាប់ classification and regression task អញ្ចឹងវា works by recursively splitting the data into subset based on the value of input feature creating a tree-like structure ណា each internal node represent a decision on feature each branch represent the outcome of the decision រូបរាងវាអញ្ចេះណានេះគេហៅ leaf node អាហ្នឹងជា outcome ហីជា outcome ណាអានេះគឺ root node ហើយនេះគឺ internal node ណា internal node នេះ internal node អញ្ចឹងអាហ្នឹងគឺកន្លែងយើង make decision កន្លែង internal node root node គឺ root decision ដំបូងគេដែលយើងត្រូវ pick យកមកធ្វើហើយប្រាំ node នេះគឺជា outcome ណាអញ្ចឹង structure នៃ decision tree គឺអញ្ចឹង easy to understand ទេហើយជាធម្មតាការបង្កើត decision tree is not easy also យើងត្រូវគិតអំពី algorithm នៅក្នុង decision tree algorithm គឺវាមានគោលបំណងធ្វើម៉េចពេលយក data ទៅ split ទៅជា decision tree ហ្នឹងអញ្ចឹងការ split data into subset ធ្វើម៉េចឲ្យ subset ហ្នឹងវា improve homogeneity មានន័យថាឲ្យ subset ហ្នឹងពេលដែល split ហើយគឺមាន class label តែមួយឬក៏តិចតាមដែលអាចធ្វើបានអញ្ចឹង the by split មានន័យថាគឺពេលដែលយើង split វា reduce impurity ខ្លាំងជាងគេ impurity មានថាវាមាន class label ច្រើនអញ្ចឹងកាលណាវា reduce impurity ខ្លាំងអាហ្នឹងហើយគឺជា the best split អញ្ចឹងដើម្បីយើងធ្វើ algorithm ហ្នឹងគឺវាមាន2 step បើយើងនិយាយទៅទី1គឺត្រូវ calculate impurity reduction សម្រាប់ feature នីមួយៗពេលដែលយើងត្រូវការ split អញ្ចឹងយើង calculate reduction impurity ស្មើនឹង impurity parent ដល់ឲ្យ weight impurity child អ្វីដែលយើងកំពុង splitting ហើយបន្ទាប់មកយើង choose the split with the highest impurity reduction it does mean split that make the child node as pure as possible ហើយយើង repeat process ហ្នឹងរហូតដល់ node ទាំងអស់ pure មានន័យថាវាមានតែមួយ class អញ្ចឹងវាចេញចម្លើយណាគឺនៅក្នុង leaf node គឺ node ចុងក្រោយណា so នៅក្នុង decision tree construction key សំខាន់គឺយើងត្រូវ measure impurity ណាmeasure impurity គឺយើង base ទៅលើ2គឺទៅតាម algorithm គឺ base ទៅលើ entropy ឬក៏ base ទៅលើ Gini អូខេអញ្ចឹងយើងអាច base ទៅលើ impurity ក៏បាន base ទៅលើ Gini ក៏បានអាស្រ័យលើ algorithm ដែលយើងប្រើណា algorithm ដើម្បីយើង split decision tree បច្ចុប្បន្ននេះ by default គឺគេប្រើ Gini ណាគេប្រើ Gini ដូចជានៅក្នុងនេះខ្ញុំបាន note ណាគឺby default គឺប្រើ Gini
នៅក្នុង scikit-learn ឬក៏ XGBoost ឬក៏ Light GVM គឺគេប្រើគេនេះណាហៅ CAD algorithm សម្រាប់ការប្រើ entropy គឺនៅក្នុង algorithm ID3 ឬក៏ C4.5 ណាគេប្រើ information gain អញ្ចឹងយើងមិន focus លើ entropy ទេយើង focus លើគេនេះណាអញ្ចឹងនេះគឺជារូបមន្ត entropy K គឺជាចំនួន class PK មានន័យថាជា proportion ចាត់ទុកថាជាដូចជា probability អញ្ចឹងគ្រាន់ថានេះគឺរូបមន្តគេប្រើផលបូកនៃលោកគោលពីរនៃ proportion ណានៃ proportion ហើយនេះគឺ proportion នៃ class label មួយហ្នឹងណានៃ class មួយហ្នឹងហើយនេះគឺយើងប្រើផលបូកនៃprobability gray ណាបូកបញ្ចូលគ្នាហើយយក1ដល់ឲ្យផលបូកទាំងអស់ហ្នឹងណាពីclass 1រហូតដល់ class ទាំងអស់មានថា all class បូកផលបូក all class probability អញ្ចឹងយើងនឹងឃើញ sample នៃការគណនាបន្តិចទៀតណាអញ្ចឹងwedge impurity after split ណាគឺនៅ child node ចឹងនេះពេលដែលយើង splitting អញ្ចឹង wedge Gini គឺស្មើនឹងចំនួនclass ណាចំនួន class ចំនួន data របស់ class K ហ្នឹងណាចែកឲ្យសរុបណាហើយយើងគុណ Gini ទៅយើងមាន sample បន្តិចទៀតណាអញ្ចឹងនេះជា example យើងមានdata set នៅខាងឆ្វេងនេះណាអញ្ចឹង data set នោះមាន10 row in total មាន10 row អញ្ចឹងបើយើងមើលអានេះគឺ target variable របស់យើងy របស់យើង default borrower អញ្ចឹងមាន yes 3មាន no 7ណាអញ្ចឹងបើយើងគណនីនៃ root អញ្ចឹងតាមរូបមន្តរបស់យើងគឺគណនី root គឺស្មើនឹង1ដល់ឲ្យprobability នៃ class នីមួយៗលើកជាការ៉េបូកចូលគ្នាណាអញ្ចឹងគឺprobability នីមួយនៃ class គឺ 0.3 បូកឲ្យ 0.7 លើកជាការ៉េណាដូចគ្នាអញ្ចឹងគឺឃើញ 0.42 អញ្ចឹងនេះគឺជាគណនី root អញ្ចឹងយើងអាចធ្វើ first iteration គ្រប់ feature ទាំងអស់អញ្ចឹង feature របស់មានតែ2 this one ហើយ this one នេះគឺជា feature អញ្ចឹងយើងចូលដល់ step ទី2យើងគណនា wedge Gini ណាយើង wedge Gini អញ្ចឹងយើងមើល Marital setter មុនយើងអាចថាមើលនេះមុនយើងមើលនេះមុនក៏បានសាច់លើយើងប៉ុន្តែឥឡូវយើងមើល Marital setter មុនអញ្ចឹងក្នុង Marital setter វាមាន3ក្រុមគឺ single merit និង divorce អញ្ចឹង single វាមាន4 records វាមាន yes 2វាមាន no 2ណាអញ្ចឹងបើសិនយើងគណនាwedge Gini អញ្ចឹងអានេះបើយើងគណនា Gini យើងគណនាឃើញ 0.5 Gini យើងគណនាដូចនៅខាងលើគឺយើងយក1ដល់ឲ្យអានេះបើយើងសរសេរគឺ1ដល់ឲ្យ0.មានន័យថា2លើ2 2លើ4អញ្ចឹងគឺ 0.5 លើកជាការ៉េបូកឲ្យ 0.5 លើកជាការ៉េណាអញ្ចឹងអាហ្នឹងគឺ 0.25 បូកឲ្យ 0.25 បើយើងគណនាទៅអញ្ចឹងគឺស្មើនឹង 0.5 អញ្ចឹង1ដល់ឲ្យ 0.5 គឺស្មើនឹង 0.5 អញ្ចឹងគណនីវាស្មើនឹង 0.5 អូខេសម្រាប់Merit record ទាំងអស់មាន4ហើយ no ទាំង4អញ្ចឹងមានន័យថាគណនីរបស់វាគឺស្មើនឹង1ដល់ឲ្យ0ការ៉េបូកឲ្យ1ការ៉េអញ្ចឹង1ដល់1គឺស្មើនឹង0ណាគណនីវាស្មើនឹង0 the same for divorce វាមាន yes 1និង no 1អញ្ចឹងគណនីវាគឺ 0.5 អញ្ចឹងយើងអាចគណនា wedge Gini តាមរូបមន្តមួយនេះ wedge Gini
ចឹងវិញគេនេះគឺស្មើនឹង4យើងមើលមើលតាម class នីមួយៗចឹង4លើ10ណាអានេះគឺ4 record single គឺ4 record អូខេ4 record លើ10ណាទាំងអស់10 record single គឺមាន4លើ10គុណឲ្យគីនីនៃ single ហ្នឹងអញ្ចឹងគឺ 0.5 អានេះគឺ4លើ10ដែរគុណនឹង0នេះ4 record ណាហើយមួយទៀតគឺ2លើ10គុណនឹង 0.5 អញ្ចឹងចុងក្រោយគឺ wedge គីនីគឺស្មើនឹង 0.3 យើងបូកទៅណាអញ្ចឹងនាំឲ្យ impurity reduction ស្មើនឹង parent គឺ 0.42 ណា impurity reduction គឺរូបមន្តនេះ impurity នៃ parent គឺ 0.42 គីនី root ហើយ child node គឺ 0.3 so សរុបទៅគឺ0.12 សម្រាប់ class សម្រាប់ feature marital status អញ្ចឹងយើងរក impurity reduction សម្រាប់ marital status បន្តមកទៀតយើងរកimpurity reduction សម្រាប់ homes owner this is គឺយើងធ្វើ the same មាន2 group គឺ yes និង no មាន3 record yes 0និង no 3អញ្ចឹងគឺគីនី0ហើយនេះគឺ7 record yes 3 no 4អញ្ចឹងគីនីគឺ 0.489 អញ្ចឹងនាំមកយើងគណនា wedge គីនីឃើញ 0.343 អញ្ចឹង impurity reduction គឺយក root 0.42 ដល់ឲ្យ 0.343 គឺ 0.077 អញ្ចឹងមានន័យថាអានេះខ្ពស់ជាងអញ្ចឹងនាំឲ្យ marital status គឺជា the best split នៅក្នុង case ហ្នឹងមានន័យថាយើង split តាម marital status មុនណាបន្តមកមិនយើង split តាម home owner តាមក្រោយអញ្ចឹងយើងធ្វើ iteration រហូតអញ្ចឹងទៅsecond iteration ណាអញ្ចឹងយើងនៅសល់ homes owner អញ្ចឹងខ្ញុំមិនលម្អិតការគណនានោះទេយើងទៅមុខទៅគឺយើងនឹងបាន marital status ជា root node ចេញមកគឺ married ហើយ single divorce នេះយើងចេញទៅ decision tree ទៅលើ home owner ណាអញ្ចឹងចុងក្រោយគឺយើងបាន tree បែបហ្នឹងសម្រាប់ data set នេះណាអូខេឥឡូវយើងនិយាយអំពី random forest ណា random forest algorithm គឺជា powerful machine learning technique ដែលប្រើប្រាស់ decision tree ច្រើនដើម្បីធ្វើការ predict ណាហើយ decision tree ហ្នឹងគឺបានមកពី random subset នៃ data និង feature ណាទៅទៀតយើងនឹង talk about that ណា in detail អញ្ចឹង random forest វាជា supervised machine learning algorithm ដែលយើងដែលប្រើប្រាស់ ensemble learning method ensemble learning method ហ្នឹងមានថាជា technique ដែលcombine prediction from multiple machine learning algorithm ដើម្បីធ្វើឲ្យprediction ហ្នឹងកាន់តែ more accurate ជាងប្រើប្រាស់តែមួយ single model ណាហើយសម្រាប់ classification គឺគេប្រើ voting សម្រាប់ decision ហើយសម្រាប់ regression គឺវាគណនា average សម្រាប់ prediction យើងនឹងនិយាយលម្អិតបន្តិចទៀតកន្លែងហ្នឹងអញ្ចឹងយើងស្គាល់សិនតើស្អីទៅជា baking ស្អីទៅជា random subspace អញ្ចឹង decision tree គឺបានមកពីពីរហ្នឹងគឺបានមកពី baking ហើយនិង random subspace សម្រាប់ baking ឧទាហរណ៍ concept នៅក្នុងនេះគឺឧទាហរណ៍យើងមាន data set ដូចនៅខាងឆ្វេងនេះអញ្ចឹង baking គឺវាធ្វើការបង្កើត subset with replacement ណា with replacement ព្រោះណាអញ្ចឹងមានថា data set subset នេះពេលយើងបង្កើតមកគឺវាអាចមាន
ផ្លែក្រូចឬក៏ផ្លែប៉ោមនៅក្នុងចំណុចដែលយើងរើសហ្នឹងម្ដងហើយម្ដងទៀតណានៅក្នុង case នេះយើងអត់ស្ទួនទេប៉ុន្តែពាក្យថា with replacement គឺវាអាចស្ទួនណាវាអាចស្ទួនអញ្ចឹងឧទាហរណ៍ថាវាមាន4 subset ណា4 subset នេះsubset ហ្នឹងគឺ data ហ្នឹងគឺបានមកពី data set ធំទៀតណាអញ្ចឹងអានេះយើងយកមក random មកបានប៉ុណ្ណេះអានេះ random មកបានប៉ុណ្ណេះអានេះ random មកបានប៉ុណ្ណេះហើយអានេះ random មកបានប៉ុណ្ណេះ subset ហ្នឹងគឺតូចជាងoriginal data set អញ្ចឹង subset នីមួយៗយើងបង្កើតបានទៅជា decision tree ដែល model វាគឺរូបរាងបែបនេះនេះជា model ណាសម្រាប់ផ្លែក្រូចអញ្ចឹង model ផ្លែក្រូចគឺ decision tree ទី1គឺវារូបរាងអញ្ចេះmodelទី2គឺរូបរាងបែបនេះទី3រូបរាងអញ្ចេះទី4រូបរាងអញ្ចេះណាបេសលើ subset នីមួយៗអញ្ចឹងនៅពេលដែលវាធ្វើ prediction ខ្ញុំឧទាហរណ៍យើងមាន sample test មួយនៅចំណុចនេះយើង input ទៅកាន់ model ទី1វា predict មកវាថាហ្នឹងផ្លែប៉ោមណាមើលតោះណានេះ model ទី1រូបរាងអញ្ចឹងណាអញ្ចឹងគឺរូបរាងអញ្ចឹង model ទី2វា predict មកចេញផ្លែប៉ោមដែរណា model ទី2យើងនៅនេះអញ្ចឹងយើងចំណុចយើងនៅផ្លែប៉ោម model ទី3 predict ចេញផ្លែក្រូច model ទី4 predict ចេញផ្លែប៉ោមអញ្ចឹងវាធ្វើការ vote ណាវាជា classification អញ្ចឹងវាធ្វើការ vote ថាតើamong the all three មានក្រូចប្រមាណមានប៉ោមប្រមាណហើយវា take majority ណាអញ្ចឹង model នេះ predict ចេញមកគឺផ្លែប៉ោម 75% confident អូខេrandom subspace គឺវាបង្កើត subset ដូចនឹងbaking វិញដែរក៏ប៉ុន្តែគឺ based លើ feature អញ្ចឹងពេលនេះគឺចំនួន row នៅដដែលចំនួន row គឺចំនួន example គឺនៅរក្សាដដែលប៉ុន្តែវា random feature វិញ data set ទី1នេះមានតែ color ហើយនិង mask ហើយណា color ហើយនិង mask data set ទី2គឺមាន texture ហើយនិង pH ហើយ data set ទី3គឺមានmass ហើយនិង pH ណានេះគឺ data set ទី3អញ្ចឹងធ្វើឲ្យយើងបាន data set subset 3ណា subset នីមួយៗគឺមានថាវាមានចំនួន feature តិចជាងមុនណាអញ្ចឹងតាម feature ដែលវាមានវាបង្កើតបាន decision tree ដូចនេះផ្លែក្រូចហើយនិងផ្លែប៉ោមបើ base លើ mass ហើយនិង color គឺបាន model បែបនេះផ្លែក្រូចនិងផ្លែប៉ោមបើ base ទៅលើ texture និង pH គឺវាបាន model បែបនេះហើយបើ base លើ mass និង pH គឺបាន model បែបនេះអញ្ចឹងនៅពេលដែលយើងមាន sample ថ្មីមកអញ្ចឹង sample មួយនេះដំបូងឡើងពេលយើង predict ទៅ model ទី1គឺយកតែ2នេះទៅ predict ទេ model ទី2គឺយក texture និង pH គឺយកអានេះទៅ predict ហើយ model ទី3គឺយក pH និង mass ណាអញ្ចឹងគឺ this one យកមក predict ណាអញ្ចឹងគឺវាបានលទ្ធផលផ្សេងគ្នាបន្តមកវាធ្វើ voting ហើយក៏បានចម្លើយចុងក្រោយថា 66% confident ជាផ្លែប៉ោមអញ្ចឹង random forest គឺយកពីរហ្នឹងផ្គុំចូលគ្នាណាគឺ baking មានថាវាបង្កើត subset ដែលដាក់ឲ្យចូលវិញអញ្ចឹងមានថាចំនួន row ចុងក្រោយគឺវាមានចំនួនស្មើគ្នាណាវាប្រើ random subspace ណាអញ្ចឹង baking បូក random subspace មានន័យថាបើយើង in term of ចំនួន row គឺវានៅរក្សាដដែលក៏ប៉ុន្តែដោយសារ baking គឺយកឲ្យដាក់វិញអញ្ចឹងមាន row មួយចំនួនគឺវានឹងស្ទួន original data set គឺមកថាបែបហ្នឹងចុះណាអញ្ចឹងពេលវាបង្កើត subset គឺចំនួន row នៃ subset និងចំនួន row នៃ original data set គឺមានចំនួន row ដូចគ្នាក៏ប៉ុន្តែ data ដូចគ្នាទេដោយសារតែ data
ពេលដែលវា random ហ្នឹងវាយកហើយដាក់វិញអញ្ចឹងគឺវាអាចស្ទួនគ្នានៅក្នុង subset ហើយចំនួន feature គឺដោយសារ random subspace គឺវាអត់យកទាំងអស់ទេអញ្ចឹងគឺវាទៅតាម max feature តើវាយកប្រមាណ feature យកមកធ្វើយកមកធ្វើជា subset ណាអញ្ចឹងគឺវាចូលនៅក្នុងលក្ខខណ្ឌមួយនេះនៅក្នុង classification ចំនួន max feature ជាធម្មតាគឺបើវាមាន25អញ្ចឹងវា consider max feature តែ5ឯងឬក្រេណាតែបើសិនជា regression បើសិនជាយើងមាន max feature បើយើងមានចំនួន feature ទាំងអស់24អញ្ចឹងmax feature ដែលវាយកមក consider មានតែ8ឯងណាចែកនឹង3អូខេអញ្ចឹងនេះគឺជា algorithm របស់ random forest ដូចគ្នាជាមួយនឹង decision tree ដែរយើងពេលយើង train យើងអត់នេះទេយើងអត់កណនា manual ទេគឺscikit-learn វាធ្វើឲ្យយើងគ្រាន់តែ import model យកមក train ណាអូខេអញ្ចឹងសម្រាប់ចំណុចមួយនេះតែទៀតខ្ញុំនឹងទៅ coding វិញណាឥឡូវនេះយើងមើល lecture សិនអញ្ចឹងសម្រាប់ performance evaluation of machine learning for regression កាលណាយើងនិយាយពី regression ដើម្បី evaluate វាគឺយើងប្រើ mean absolute error ឬក៏ root mean square error ណាខ្ញុំបានបញ្យល់ម្ដងហើយដល់ខុសគ្នាមិនណាហើយមួយទៀតគឺ R square ឬក៏ R carré ណា R carré នេះគឺមានន័យថាតើ data set ដែលយើងvalue របស់វាណា value របស់វាមានន័យថាmodel ដែលយើងរកឃើញហ្នឹងវា represent ឲ្យ data set ប្រមាណ%អញ្ចឹង R carré វាចាត់ទុកថាដូចជា accuracy នៃ data set compare ជាមួយ model ដែលយើង train អញ្ចឹងអាហ្នឹងក៏ជា performance ដែរណាអញ្ចឹងជាធម្មតាយើងត្រូវរក R carré ហើយនឹង root mean square error និងmean absolute error ដើម្បី evaluate regression model ខ្ញុំបញ្ជាក់ម្ដងទៀត R carré មានន័យថាតើ model ដែលយើងរកហ្នឹងវា represent ឲ្យ data set ប្រមាណ%អញ្ចឹងអាហ្នឹងគិតជាភាគរយតម្លៃវាចន្លោះពី0%ទៅ 100% ណាសម្រាប់ classification ណាដើម្បីយើងវាយតម្លៃmodel គឺយើងប្រើ Confuse matrix អញ្ចឹងខាងនេះគឺជា predicted value ហើយនេះគឺជា actual value អញ្ចឹងបើយើងផ្គុំពីរហ្នឹងចូលគ្នានេះគឺ true positive អានេះគឺវាគេហៅ negative ឬក៏ no ទេប៉ុន្តែយើង predict ឃើញ yes អញ្ចឹងនាំឲ្យ false positive មានន័យថាវាមិនមែន yes ទេណា false positive ដល់ពេលនេះវិញគឺ false negative វាជា yes យើង predict ថា no អញ្ចឹង false negative នេះគឺ true negative អូខេអញ្ចឹងនៅក្នុង Confuse matrix អ្វីដែលយើងត្រូវដឹងសំខាន់គឺតើតើនឹង accuracy អញ្ចឹង accuracy គឺយើងយកអ្វីដែលយើង predict ឃើញត្រូវទាំងអស់អញ្ចឹង true positive បូកនឹង true negative ចែកឲ្យ actual positive និង actual negative អាហ្នឹងជា accuracy អានេះគឺ error rate ណា misclassification rate ឬក៏ error អញ្ចឹងយកអ្វីដែលយើង predict ខុសទាំងអស់ចែកឲ្យត្រូវ actual ទាំងអស់ណា recall based លើ actual ណា recall គឺយើងនិយាយទៅ based លើ actual យើង predict ត្រូវប្រមាណអញ្ចឹងនេះគឺជា recall នៃ positive ហើយនេះគឺជា recall នៃ negative អូខេតើ based លើ actual positive យើង predict ត្រូវប្រមាណ based លើ actual negative យើង predict ត្រូវប្រមាណ precision គឺ based លើអ្វីដែលយើង predict តើយើង predict ត្រូវប្រមាណណាអញ្ចឹងនេះជាអ្វីដែលយើង predict ត្រូវ
នេះជាអ្វីដែលយើង predict ត្រូវនិងអ្វីដែលយើង predict ខុសអញ្ចឹង based លើ prediction តើយើង predict ត្រូវប្រមាណអាហ្នឹងជា precision ណាហើយ F1 score ជា balance រវាង precision និង recall ណាអូខេ so អាហ្នឹងក្នុង case ដែលយើងwork លើ project classification នេះជា example ក្នុងការគណនារក precision recall និង accuracy ណាអត្ថន័យផ្សេងៗគ្នាណា precision គឺ based ទៅលើអ្វីដែលយើង predict តើ predict ត្រូវប្រមាណ%recall based លើ actual តើយើង predict recall ខ្លះមួយហ្នឹងតើ predict ត្រូវបានប្រមាណណាហើយ accuracy គឺ total ខ្លះទាំងអស់តើយើង predict ត្រូវប្រមាណណាអូខេ so អញ្ចឹងខ្ញុំត្រឡប់មើល coding យើងបន្តិចcoding យើងគឺយើងមកដល់កន្លែងមិញយើងប្រើ linear regression អញ្ចឹងអូខេណាអញ្ចឹង linear regression យើងគណនារកឃើញroot mean square error គឺ 6,000 ណា 69000 ឥឡូវយើងប្រើ decision tree យើងប្រើ decision tree យើងគ្រាន់តែ import មកណាយើងគ្រាន់តែ import មកអញ្ចឹងនេះគឺយើង import decision tree model តើមកយើងដាក់ decision tree ចូលនៅក្នុង pipeline ហើយយើង train fit train តើមកយើងធ្វើការវាយតម្លៃរក root mean square error ជាមួយនឹង test set ម្ដងទៀតអញ្ចឹងយើងដាក់ input train x ចូលហើយយើងដាក់ root mean square error យើងគណនារក root mean square error រវាងតម្លៃ actual និងតម្លៃដែលយើង predict ហើយយើងគណនាទៅស្រាប់តែឃើញ0 Okay so what happened ណាហើយបានវាចេញ0បើចេញ0មានន័យថាវាអត់ error មក predict ត្រូវទាំងអស់ពេលយើងប្រើ decision tree yes មូលហេតុដែលចេញ0គឺដោយសារតែយើងមើល decision tree what happened decision tree model គឺវារូបរាងវាអញ្ចេះណាបើយើងនិយាយទៅរូប overall វាអញ្ចេះអញ្ចឹងដល់ពេលដែលយើងយក train set ទៅ train វាចេញ model មកអញ្ចឹងអូខេវាចេញមកជារូបទាំងអស់ហ្នឹងវារូបអញ្ចឹងណាឬក៏រូបអញ្ចេះអញ្ចឹងដល់ពេលដែលយើង test វាជាមួយនឹង test set train set ដដែលយើងយក train set ទៅ train អូខេយើងបាន model មួយហ្នឹងបន្តមកទៀតយើងយក train set ដដែលយក x ណាយក x របស់ train set យកទៅឲ្យវា predict តម្លៃ y របស់ train set ប្រកបណាស់គឺវានឹងចេញដដែលព្រោះអីវាស្គាល់ data ហ្នឹងហើយវាដឹងថា data ហ្នឹងចេញអីព្រោះអីយើងយក data ហ្នឹងទៅ construct model អញ្ចឹង decision tree គឺជា model មួយដែលវា overfit វា train បានល្អតែ accuracy ជាមួយនឹង train set ល្អក៏ប៉ុន្តែពេលដែលយើងយកវាទៅ test ជាមួយនឹងtest set ដែលវាអត់ដែលស្គាល់គឺវានឹង error ធំចឹងនៅក្នុង case ហ្នឹងគឺជាមួយនឹង decision tree គឺអត់តាន់យើងអត់តាន់ថាវាល្អ perfect ទេណាវាអត់តាន់ថាយើងអត់តាន់អាចនិយាយថាវា absolutely ល្អ perfect ទេអញ្ចឹងដើម្បីយើងការពារ overfit គឺយើងសិក្សា concept មួយទៀតគឺ cross validation អញ្ចឹង cross validation គឺជា technique មួយណាtechnique មួយដែលយើងចែក data set នៅក្នុង train set ទៅជាបំណែកតូចយើងហៅថា k minus 1 fold ណាឧទាហរណ៍យើងយក k ស្មើ5វា train តា4នេះតុក1ណាតុកសម្រាប់ test នៅក្នុងហ្នឹងអញ្ចឹងយើងមើលឧទាហរណ៍ថាយើងមាន all data ប៉ុណ្ណឹងយើងចែកមក80% 20អូខេ train set នេះគឺ 80% test set នេះគឺ 20% អញ្ចឹងនៅក្នុង 80% នេះគឺយើងចែកឧមាថាយើងយក
cross validation ស្មើ5 CV ស្មើ5ឧបមាថាយើងយកស្មើ CV ស្មើ5អញ្ចឹងគឺវានឹងចែកជា5 fold 5បំណែកដល់ពេលវា train គឺវា train 5ដងកាលណាយើងចែកជា10គឺវា train 10ដងកាលណាយើងចែកជា5វា train 5ដងអញ្ចឹងវា train 5ដងហើយវា train លើកទី1គឺវាយកតែតាមនេះយកតែ train នេះហើយ train ហើយវា evaluate ជាមួយនេះដល់ពេល train លើកទី2គឺវាយកពណ៌ green train ទាំងអស់ហើយវា evaluate ជាមួយនេះ train លើកទី3គឺយកពណ៌ green train ទាំងអស់ហើយវា evaluate ជាមួយនឹង fold ទី3អញ្ចឹងវាធ្វើអញ្ចឹងវានឹងបាន error ព្រោះអីពេលវា train គឺវាអត់តន់វា train មានតែប៉ុណ្ណេះទេគឺវាអត់តន់ស្គាល់ពណ៌ Q នេះទេ fold 1នេះវាមានតែ fold 2ដល់ fold 5វាអត់មាន fold 1អញ្ចឹងទោះបីជាប្រើ decision tree ក៏ដោយឲ្យតែយើងប្រើ cross validation គឺវាអាចការពារ overfit ហើយវាអាចឲ្យ model យើង learn បានល្អណាអញ្ចឹងជា concept បែបហ្នឹងអញ្ចឹងយើងចូលទៅក្នុងនេះវិញចូលទៅក្នុងកន្លែងtraining វិញណាអញ្ចឹងកន្លែងនេះគឺពេលយើងចង់ប្រើ cross validation គឺយើងអាចដាក់ CV អញ្ចេះណាដាក់ CV អញ្ចេះ cross validation ស្មើ10អញ្ចឹងទៅអញ្ចឹងពេលយើង train នេះគឺយើងប្រើ cross validation 10អញ្ចឹងវានឹង train 10ដងណា train 10ដងហើយយើងអាចកាត់គណនារក root mean square error បានដូចគ្នាក៏ប៉ុន្តែគឺ root mean square error នេះវាមិនមែនបានមកពីការ train ម្ដងទេគឺវាបានមកពីការ train 10ដងតាម fold នីមួយៗអញ្ចឹងយើងមើលពេលយើងdisplay មកនេះគឺជា average នៃ root mean square error របស់ model decision tree ណាអានេះគឺយើងប្រើ tree ដែលណាយើងប្រើ tree ដែលទេអញ្ចឹងនេះ tree យើងប្រើ tree ដែលទេណាយើងប្រើ decision tree ដដែលប៉ុន្តែយើងប្រើ cross validation អញ្ចឹងយើងនឹងបាន average នៃ error ធំជាងមុនដែលមិនមែនជា0ទេណាអញ្ចឹងយើងអាចមើលយើងអាចមើលអានេះយើងប្រើ linear regression អានេះគឺ decision tree regression ដោយយើងប្រើ cross validation តើកូដនៅខាងលើហ្នឹងគឺយើងអត់ទាន់ប្រើ cross validation ទេអញ្ចឹងឥឡូវនេះយើងប្រើ cross validation 10ដូចគ្នាយើងឃើញថា root mean square error ហ្នឹងគឺ increase ណាអានេះគឺជា average នៃ root mean square error អញ្ចឹងទេឥឡូវយើងមើល model មួយទៀតគឺ random forest អានេះគឺ70000អានេះគឺ67000ណាហ្នឹងហើយអញ្ចឹង random forest យើងយកមក train ដែរមកយើង import ដែរមកហើយយើងប្រើ CV 10ដូចគ្នាយើងឃើញថាវា error ថា47000ទេអូខេយើងឃើញថា model នេះល្អជាងគេព្រោះឲ្យតែ47000 root mean square error ណាហ្នឹងគឺជាមធ្យមនៃ root mean square error អញ្ចឹងនេះគឺជា error root mean square error តាម fold នីមួយៗវាមាន10ហ្នឹងហើយអញ្ចឹងយើង average យើងឃើញអានេះអូខេហ្នឹងហើយអញ្ចឹងដូចជាមានប៉ុណ្្នឹងឯងសម្រាប់ថ្ងៃនេះហើយយើងបានសិក្សាអំពី linear regression model decision tree និង random forest សម្រាប់ថ្ងៃហ្នឹងហើយយើងបាន train ដោយប្រើ model ទាំង3ហ្នឹងអញ្ចឹងសប្តាហ៍ក្រោយទៀតយើងនឹងធ្វើការ fine tune model របស់យើងណាអញ្ចឹងអរគុណទាំងអស់គ្នា